ការបាញ់ថ្នាំស្មៅនៅក្នុងចការកស៊ូរបស់យើងបាទគិតមានផុតទេតើតើនឹងការប៉ះពាល់កស៊ូបើសិនជាកស៊ូនៅតូចបែបនេះបាទនេះឃើញទេបាទគឺក្រហមខ្លាំងមែនតើបើសិនជាកស៊ូរឿងធំបាទហ្នឹងវាគ្រាន់តែប៉ះខាងក្រោមអញ្ចឹងណាបាទប៉ុន្តែបើសិនជាប៉ះពាល់ដល់គល់ខ្លាំងក៏វាខ្សោយនៅសារធាតុចិញ្ចឹមដែរនេះឃើញទេបាទគឺរឿងខ្សោយមែនតើអញ្ចឹងតើគូធ្វើម៉េចបាទតើគូធ្វើម៉េចដើម្បីឲ្យកស៊ូរបស់យើងវាមានសុខភាពល្អឡើងវិញនៅពេលដែលយើងបាញ់ថ្នាំស្មៅប៉ះខ្លាំងអញ្ចឹងទី1បាទយើងគួរតែបាញ់ថ្នាំបំពន់បាទជំនួយបាទអញ្ចឹងណាគេហៅថាពពុះអាហារស្លឹកបាទបាញ់វាយ៉ាងតិចក៏បានមួយខែ2ដងទៅបាទជំនួយបន្ថែមអញ្ចឹងណាបាទហើយមួយទៀតបាទគឺយើងប្រើជីទ្រាប់បាតបាទជីទ្រាប់បាតបើគិតទៅក្នុងមហត្តាយើងអាចវាយចន្លោះពី200គីឡូឬក៏250គីឡូក្នុងមហត្តាអញ្ចឹងណាបាទយើងទ្រាប់បាតទៅដើម្បីជំនួយបន្ថែមទៀតបើសិនជាយើងមិនឲ្យអាហារវាបន្ថែមទេកស៊ូរបស់យើងអាចនឹងក្រិនបាទដោយសារតែថ្នាំស្មៅពេលខ្លះយើងបាញ់ត្រូវគល់នេះបាទត្រូវគល់នេះខ្លាំងអញ្ចឹងណាបាទអញ្ចឹងវាធ្វើឲ្យខ្សោយសារធាតុចិញ្ចឹមបាទអញ្ចឹងក្នុងការដាក់ជីយើងអាចដាក់និយាយទៅចន្លោះពីខែ5មានន័យថាដើមរដូវតែភ្លៀងណាល្អបាទហ្នឹងហើយភាគច្រើនខែ5ខែ6បាទខែ7ខែ8ដាក់ទៅបាទអញ្ចឹងណាបាទឲ្យដល់រដូវភ្លៀងអញ្ចឹងវាអាចបាទកស៊ូរបស់យើងអាចស្រូបសារធាតុចិញ្ចឹមពីជីបានហើយអញ្ចឹងណាបាទដោយសារតែមានទឹកភ្លៀងបាទអញ្ចឹងបាញ់ថ្នាំស្មៅនេះបាទគឺក៏វាហានិភ័យដែរប៉ុន្តែយើងនៅតែបាទបាញ់ព្រោះអីពេលខ្លះយើងអត់មានជំរឿសទេនេះដូចស្មៅធំចាស់យើងធ្វើម៉េចអញ្ចឹងណាហើយត្រូវតែបាញ់ដែរអញ្ចឹងណាបាទត្រូវតែបាញ់ហើយវិធីសាស្ត្រមួយទៀតយើងប្រើតង់គ្រាប់ទៅតែបើសិនជាគ្មានតង់គ្រាប់ទេមានតែបាញ់ហ្នឹងឯងបាទតែបើសិនជាប៉ះពាល់ហើយក៏ត្រូវតែបាទមើលថែវាវិញអញ្ចឹងណាបាទដាក់ជីការបាញ់ថ្នាំពណ៌ជំនួយបាទបើមិនអញ្ចឹងទេកស៊ូរបស់យើងអាចនឹងអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះខ្ញុំចែកម្លែកប៉ុណ្្នឹងសិនបាទអញ្ចឹងអរគុណច្រើន